ព័ត៌មានដែលថាមានការចាប់ខ្លួនអ្នកសារព័ត៌មានដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងភូមិព្រៃច័ន្ទនិងភូមិជោគជ័យគឺជាព័ត៌មានคล้ายៗក្នុងគោលបំណងបង្កចលាចលនិងបង្កើតការភ័ន្តច្រឡំសេចក្តីបដិសេធព័ត៌មានកាលពីពេលថ្មីៗនេះក្រសួងព័ត៌មានបានសង្កេតឃើញថាមានការចែករំលែកពីការចាប់ខ្លួនអ្នកសារព័ត៌មានដែលផ្សាយពាក់ព័ន្ធទៅនឹងភូមិព្រៃច័ន្ទនិងភូមិជោគជ័យក្រសួងព័ត៌មានសូមប្រកាសបដិសេធព័ត៌មានបែបនេះនិងសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថាវាជាព័ត៌មានមិនពិតនោះទេហើយជាការផ្សាយក្នុងចេតនាបង្កចលាចលនិងបង្កើតការភ័ន្តច្រឡំក្នុងចំណោមសាធារណជនអំពីស្ថានភាពពិតប្រាកដនៅក្នុងភូមិទាំងពីរនេះក្រសួងព័ត៌មានសូមបញ្ជាក់ជូនថាពុំមានការចាប់ខ្លួនអ្នកសារព័ត៌មានឬប្រជាជនខ្មែរដែលផ្សាយព័ត៌មានពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យដោយពាក្យចចាមរាមដែលបានលើកឡើងនោះទេសូមប្រជាពលរដ្ឋទាំងអស់តាមដានស្ថានភាពជំវិញចំនួនព្រំដែនកម្ពុជាថៃតាមរយៈប្រភពព័ត៌មានផ្លូវការនិងសូមចូលរួមបញ្ចប់ការបង្កើតនិងបញ្ចប់ការចែកចាយព័ត៌មានคล้ายៗ